ជំរាបសួរពុកម៉ែបងប្អូនមីងមាតាយាយទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំបាននាំនៅវីដេអូថ្មីមួយទៀតជូនដល់បងប្អូនទស្សនាទាំងអស់គ្នាហើយថ្ងៃនេះខ្ញុំសម្រាប់ចិត្តថាស្លប្រហើតពាំងបងប្អូនហើយក៏ប៉ាក៏ចង់ម៉ាក់ក៏ចង់ហើយបងប្អូនក៏ចង់ហើយថ្ងៃនេះថ្ងៃសម្រាប់ផងអញ្ចឹងទៅមានពេលនៅជុំគ្នាក៏ចង់ធ្វើម្ហូបស្លតពាំងនឹងញ៉ាំចាហើយព្រឹកនេះក៏ដូចជាសពដងនឹងឯងបងថ្លៃខ្ញុំគាត់មកផ្សារចាមករកផ្សំគ្រឿងសម្លតពាំងនឹងឯងហើយក៏មកពូតដូងពូតអីហ្នឹងហើយឲ្យចំណែកប៉ាខ្ញុំវិញនៅផ្ទះនេះក៏គាត់ដើរកាត់ស្អំដែលគាត់ដាំណាពេលដែលភ្លៀងបាន1មេ2មេស្អំលាស់ត្រួយខ្ចីល្អដល់ហើយប៉ាប្រាប់ណាចឹងទៅគិតថាស្លតពាំងចឹងទៅដាក់ស្អំដាក់អីផងទៅស្អំយើងដាំខ្លួនឯងចឹងស្រួលបងប្អូនព្រោះនៅផ្សារងាយទិញបានថ្ងៃខ្លះមានថ្ងៃខ្លះអត់មានទេណានៅផ្សារចាហើយឥឡូវនេះបងអូនថ្លៃខ្ញុំមកពីផ្សារវិញហើយគាត់ដាក់ទឹកដាំចាមុនសិនដើម្បីស្រស់ត្រពាំងផងដាំស្លផងហើយគ្រឿងក្រៅហ្នឹងគាត់ឃើញខ្ចៅគេស្រស់ស្រាប់ណាមើលទៅតំណងហើយក៏យើងយកមកស្លមួយត្រពាំងជាមួយនឹងត្រីពោព្រឹកនេះគឺស្រស់ល្អណាស់ហើយនេះស្លឹកងប់ហើយនឹងមានគ្រឿងដូចជាប្រហុកខ្ជាយហើយនឹងជីប្រហើបងប្អូនទាំងអស់គ្នាស្លប្រហើត្រពាំងអត់ជីប្រហើឈ្ងុយទេនេះស្អំប៉ាតំបេះបានតិចទេតបន្តិចទៀតបានយកមកទៀតហើយត្រពាំងនេះគឺទិញហើយឲ្យគេហាន់ឲ្យស្រាប់តែម្ដងចាហើយគ្រឿងក្រៅយើងដូចជាអត់មានច្រើនទេមានប៉ុណ្្នឹងឯងហើយនេះខ្ទិះដូងដែលទិញមកពីផ្សារឲ្យគេពូតស្រាប់មិញហ្នឹងចាហើយឥឡូវនេះគាត់ចាប់ផ្ដើមផ្សំគ្រឿងហើយចាយើងគាត់ហាន់ខ្ជាយហ្នឹងកោសសបកចេញតិចទៅហើយលាងទឹកឲ្យស្អាតទៅហើយបុកជាមួយនឹងខ្ទឹមហើយគាត់រៀបចំគ្រឿងស្លអញ្ចឹងស្លប្រហើនេះគឺខ្ញុំស្លអត់បុកត្រីបុកអីទេស្លប្រហើត្រពាំងហ្នឹងគឺយើងបុកតែខ្ជាយជាមួយនឹងខ្ទឹមហើយដាំទឹកឲ្យពុះយើងបង់ប៉ុណ្ណឹងទេអត់មានបានច្រាំសាច់ជ្រូកច្រាំអីដាក់ទេដោយសារអត់ចង់ញ៉ាំសាច់ជ្រូកហើយប្រហុកនេះប្រហុកសាច់ប៉ុន្តែគាត់ចង់ច្រាំទៅដើម្បីពេលជ្រុំទៅវាឆាប់បែកសាច់អញ្ចឹងណាចាហើយត្រីពោនេះគឺកាត់កង់ល្មមទៅល្មមថាបងប្អូនចូលចិត្តប៉ុណ្ណាកាត់ប៉ុណ្ណឹងណាប៉ុន្តែកុំទូចពេកព្រោះត្រីពោសាច់រាងទន់តែយើងកាត់ទូចពេកស្លទៅឆាប់បែកចាចឹងគ្រឿងក្រៅរៀបចំជាបដាហើយឥឡូវនេះគាត់យកត្រពាំងទៅស្រោះជាមួយនឹងទឹកក្តៅសិនដើម្បីកុំឲ្យវាហាងប៉ុន្តែគិតថាត្រពាំងនេះអត់ហាងទេព្រោះអីត្រពាំងនេះជាត្រពាំងផ្អែមណាចាត្រពាំងផ្អែមពួកអាខៀវសឡូនណាប៉ុន្តែយ៉ាងណានៅតែស្រស់ពីព្រោះអីខ្លាចលោវាហាងទៅយើងញ៉ាំអត់កើតចឹងណាចឹងដាំទឹកឲ្យពុះហើយដាក់ស្រស់ឬក៏ទឹកក្តៅអ៊ុនស្រស់ក៏បានដែរស្រស់ហើយចាក់សម្រស់ទឹកចោលទៅចាហើយក៏គាត់ឆ្លៀតមកបេះស្លឹកងប់ណាស្លឹកងប់នេះអត់បេះគឺបូតយកដោយសារតែស្លឹកងប់ហ្នឹងវាខ្ចីល្អហើយមើលទៅបន្លែរៀងច្រើនដែរយូរអញ្ចឹងទៅក៏គ្រួសារខ្ញុំហ្នឹងគាត់មកជួយហើយនេះប៉ាខ្ញុំកាត់ស្អំបានយកមកឲ្យហើយអាមុនយកមកឲ្យបូតបដាសិនឥឡូវបានពេញមកកញ្ច្រែងណាបងប្អូនទាំងអស់គ្នាមកវាលហ្នឹងបានច្រើនគួរសមដែរណាឥឡូវក៏នាំគ្នានៅតែបូតស្លឹកងប់នឹងឯងព្រោះស្លឹកងប់ច្រើនស្លឹកងប់នេះគឺខ្ញុំទិញពីផ្សារទេនៅគៀនលបងផ្ទះខ្ញុំក៏មានដែរប៉ុន្តែអត់បានបេះទេទុកលើក្រោយទៀតទុកស្លលើក្រោយទៀតចាំបេះពីពួកអីវានៅតិចដែរណាអញ្ចឹងគាត់មករៀបផ្សំគ្រឿងហើយឥឡូវដំបូងគេហ្នឹងក្រោយទឹកពុះហើយគាត់ជ្រុំប្រហុកសាច់តែច្រាំមិញចាជ្រុំប្រហុកនឹងឲ្យឈ្ងុយសិនហើយទុកទឹកវាឲ្យពុះសិនណាពេលជ្រុំប្រហុកកាលណាយើងជ្រុំទឹកអត់ពុះឆ្អាបណាអត់នេះទេស្លអត់ឆ្ងាញ់ទេហើយបន្ទាប់មកដាក់ត្រពាំងដែលយើងស្រោះហើយមិញហ្នឹង
រងាស់ចោលប្រហែលជា5 ទៅ 10 នាទីទៅណាហើយចាំបងអានេះដោយសារតែវីដេអូខ្ញុំកាត់អញ្ចឹងទៅឃើញបងបដើជាមួយគ្នាតំពិតខ្យងខ្ចៅហើយនឹងតាពាំងហើយរួចទៅយើងដាក់អំបិលស្ករហើយនឹងបើមានរ៉ូឌីដាក់រ៉ូឌីតិចទៅបើមានប៊ីចេងដាក់ប៊ីចេងតិចទៅបើបងប្អូនចូលចិត្តណាប៉ុន្តែខ្ញុំអត់សូវប្រើប៊ីចេងទេនៅផ្ទះខ្ញុំណាហើយរ៉ូឌីនោះដាក់តិចតួចមែនតែនចាហើយបន្ទាប់មកបង់ត្រីពេលទឹកពុះម្ដងទៀតណាចាបង់ជាមួយគ្នាទៅដើម្បីឲ្យត្រីឆ្អិនល្អហើយក៏ត្រីក៏ចេញជាតិបានល្អដែរកាលណាយើងដាក់ភ្លាមវាអត់សូវឆ្ងាញ់ទេវាអត់សូវចេញជាតិចឹងណាហើយក៏ចាក់ខ្ទិះដើមដែលមានស្រាប់ហ្នឹងចាហើយក៏បង់ស្លឹកបន្លែយើងណាមានស្លឹកងប់ស្អំហើយនឹងជីប្រហើរចាអញ្ចឹងបងតាមបន្តិចទេជ្រុំហើយលើកពីព្រោះយើងចង់ឲ្យបន្លែនៅបៃតងខ្ញុំដាក់តែមួយផ្លែអញ្ចឹងផងប៉ុន្តែពេលក្របទុកមួយសន្ទុះទៅវារៀងស្លោកខ្លាំងតាមពិតបើបន្លែនៅបៃតងវាសម្បូរវីតាមីនច្រើនជាងពណ៌ដែលទៅជាបៃតងចាស់វាស្លោកខ្លាំងណាប៉ុន្តែយើងញ៉ាំទៅសម្បូរវីតាមីនតែពេលខ្លះក៏អត់បានដូចចិត្តដែរដោយសារតែកម្ដៅឆ្នាំងវាក្ដៅខ្លាំងពេកទៅយើងក្របតែមួយស្ទុះក៏លើកចេញមកវាស្លោកអស់លីងចាចឹងឆ្អិនហើយខ្ញុំចាប់ផ្ដើមមករៀបចំដួសជូនលោកឪពុកអ្នកម្ដាយខ្ញុំពីព្រោះអីឥឡូវនេះយាយអត់សូវស្រួលខ្លួនទេអញ្ចឹងទៅក៏អត់បានធ្វើម្ហូបទេរាល់ដងគាត់ធ្វើម្ហូបឲ្យខ្ញុំញ៉ាំអញ្ចឹងឯនេះតនេខ្ញុំអត់បានទៅធ្វើការក៏ខ្ញុំធ្វើម្ហូបឲ្យគាត់ប្រសាវិញអញ្ចឹងថ្ងៃតនេម្ដងសួរឲ្យប៉ាចង់ប្រសាអីម៉ាក់ចង់ប្រសាអីអញ្ចឹងគាត់ថាចង់អញ្ចឹងទៅក៏ចំអិនជូនគាត់អញ្ចឹងណាហើយព្រឹកនេះបានទាំងពីរមុខមានអាំងសាច់គោជាមួយក្រងមួយទៀតប៉ុន្តែវិធីធ្វើសាច់គោអាំងក្រងហ្នឹងខ្ញុំអត់បានដាក់ជាមួយក្នុងនេះទេដោយសារពេលដាក់ទៅខ្លាចវីដេអូនេះវែងពេកបងប្អូនធុញណាអញ្ចឹងបើចង់ដឹងពីវិធីអាំងសាច់គោជាមួយក្រងបងប្អូនចាំតាមដានទស្សនានៅវីដេអូបន្ទាប់នេះនាងខ្ញុំនឹងដាក់ជូនហើយឥឡូវនេះយកមកជូនអ្នកម្ដាយហើយមុខមិនសូវស្រស់ទេអត់ស្រួលខ្លួនណោះហើយបិទកៅអៀឡើងប៉ុណ្ណានៃឈឺក្បាលហើយដាក់សាច់គោឲ្យភ្លក់មុខអង្គុយចងុកនឹងឯងពេលឈឺម្ដងអាណិតភាសាអីមិនសូវបានទេមនុស្សចាស់ទៅឈឺដាច់បាយដាច់ទឹកហើយឲ្យទៅឈឺម្ដងខ្ញុំភ័យអញ្ចឹងពេលក្រោយដួសជូនប៉ាម៉ាក់ខ្ញុំហើយខ្ញុំមករៀបបាយនៅផ្ទះក៏ចាប់ដើមញ៉ាំបាយជុំគ្នាហើយបងប្អូនគេនេះក៏ដួសបាយចែកគ្នាហើយខ្ញុំម្ល៉េះតែសេរីកាមេរ៉ាថតហើយគាត់រៀបផ្ដាគាត់ភ្លក់មុនទៅហើយប្តីខ្ញុំនេះប្រហែលជាឃ្លានហើយដោយសាររដងហ្នឹងគាត់ធ្វើការពីខាងលើហើយបានគាត់ចុះមកជួយថតជួយរៀបចំអីនឹងក្រោមហើយទៅអត់ទាន់បានផ្សារបាយព្រឹកទេនេះបាយថ្ងៃត្រង់សរុបតែម្ដងទៅមើលទៅបែបជាឃ្លានហើយញ៉ាំមុនហើយអត់មានចាំទេឃ្លានខ្លាំងហើយមួយទៀតស្លប្រហើរតាពាំងហ្នឹងស្លដែលគាត់ចូលចិត្តហើយក្លិនណាមិនបាច់និយាយទេបងប្អូនអើយបើសិននៅចិត្តអស់បងប្អូនក៏ចូលរួមញ៉ាំជាមួយខ្ញុំដែរពីព្រោះអីវាឈ្ងុយខ្លាំងហ្មងណាស្លប្រហើរតាពាំងហ្នឹងណាដាក់ទៅតាពាំងហើយមួយខ្ទិះហើយនឹងត្រីពោហ្នឹងមួយត្រូវគ្នាណាហើយបើបានសាច់ចៀនឬក៏ត្រីចៀនញ៉ាំជាមួយគ្នាទៀតអូកាន់តែមានជាតិហ្មងបងប្អូនខ្ញុំក៏ឃ្លានខ្លាំងដែរបងប្អូនព្រោះអីព្រឹកមិញរវល់បានតែនំប៉័ងមួយទេអញ្ចឹងទៅម៉ោង12រៀងចង់ញ័រដៃញ័រជើងណាឃ្លានអញ្ចឹងទៅដាក់យកឲ្យបងប្អូនអើយណាកុំប្រកែប្រកាន់អីឃើញញ៉ាំអីឃ្លានហូរទឹកមាត់អីកុំឲ្យមានបាបណាខ្ញុំថតដើម្បីបង្ហាញទេតែមិនមែនចង់បញ្ញាមបងប្អូនទេណាបងប្អូនណាចាហើយបើសិនមានពេលតនេះបងប្អូនសាកធ្វើសម្លមួយមុខនឹងភាសាទៅចាឆ្ងាញ់ណាស់ចាអរគុណសម្រាប់ការតាមដានទស្សនាសូមជួយ like subscribe និង share វីដេអូរបស់នាងខ្ញុំផងជួបគ្នាឱកាសក្រោយបាយ